ពាក្យថាឃាតកម្មគិតទុកជាមុនពាក្យគិតទុកជាមុនដែលមានចែងនៅក្នុងមាត្រា200នេះវាមិនដូចទៅនឹងខ្លឹមសារដែលយើងថាគិតទុកជាមុនតាមភាសាសាមញ្ញយើងទេនៅពេលដែលយើងអានខ្លឹមសារឲ្យចប់បានយើងដឹងថាការគិតទុកជាមុននេះគឺជាគម្រោងការនៃការសម្លាប់មនុស្សគម្រោងការនៃការសម្លាប់មនុស្សនេះគឺមានន័យថាមានការសម្រេចចិត្តក្នុងការសម្លាប់មនុស្សរួចទៅហើយមុនពេលដែលអង្គហេតុនេះកើតមានដោយខ្ញុំខំប្រឹងលើកអង្គហេតុមួយចំនួនតាំងពីនៅខេត្តព្រះសីហនុលើកតាំងពីហេតុអង្គហេតុនៅកាចេះជាដើមណាដើម្បីបញ្ជាក់ឲ្យច្បាស់នោះហើយហៅថាគម្រោងការដែលត្រូវបានគិតគូរយ៉ាងល្អិតល្អន់ជាមុនហើយបានធ្វើការសម្រេចចិត្តរួចទៅហើយក្នុងការសម្លាប់មនុស្សអញ្ចឹងសំណួរសួរថាតើនៅពេលដែលគាត់ដាក់ឡានគាត់សម្រេចចិត្តសម្លាប់មនុស្សនៅឃើញទេតើនៅពេលគាត់ដាក់កាភ្លើងនៅចកេះតើមានការសម្រេចចិត្តក្នុងការសម្លាប់មនុស្សនៅសំណួររបស់អ្នកច្បាប់គឺនៅចំណុចនេះឯងបើសិនជាមានការសម្រេចចិត្តក្នុងការសម្លាប់មនុស្សតើមានភាពចាំបាច់ក្នុងការទៅដើម្បីនិយាយឲ្យរកខុសរកត្រូវដែរឬទេនេះសំណួររបស់អ្នកច្បាប់ត្រូវថ្លឹងកន្លែងហ្នឹងកត្តាកំណត់របស់វានៅកន្លែងហ្នឹងទេឃើញទេបើសិនជាខ្ញុំលើកឧទាហរណ៍ដោយករណីរឿងប្រពន្ធជួលឃាតករស្លាប់ប្តីនៅខេត្តកណ្ដាលឃើញទេចុះបើអ្នកនេះធ្វើការសម្រេចចិត្តរួចទៅហើយក្នុងការស្លាប់មនុស្សតើគាត់គួរមានអរិយាប័ត្របើកឡានទៅអញ្ចឹងចូលទៅនិយាយអញ្ចឹងហើយដកភ្លើងក្រោយបាញ់ឬក៏គាត់អាចធ្វើអរិយាប័ត្រអីផ្សេងឥឡូវបងប្អូនអាចដាក់ជាសំណួរហ្នឹងហើយសួរខ្លួនឯងវិញថាបើអ្នកហ្នឹងបានសម្រេចចិត្តរួចទៅហើយក្នុងការស្លាប់មនុស្សតាមន័យនៃការគិតទុកជាមុនគឺជាគម្រោងការដែលរៀបចំមុនការធ្វើសកម្មភាពតើគាត់ទៅធ្វើអញ្ចឹងទេតើវាមានសលេងតវ៉ាតថ្លៃគ្នាទេមានទេវាអត់មានអាហ្នឹងឃើញទេគឺអ្នកហ្នឹងទៅដោយករណីនៅខេត្តព្រះសីហនុដែលខ្ញុំលើកឧទាហរណ៍ហ្នឹងគឺចេញមកមើលអូមុខហ្នឹងឯងក្រឹបឃើញទេហ្នឹងហើយហៅថាការគិតទុកជាមុនតាមនិយមន័យនៃច្បាប់អញ្ចឹងពាក្យច្បាប់គេសរសេរច្បាស់ថាជាគម្រោងការហ្នឹងគឺត្រូវឲ្យច្បាស់ជាគម្រោងការសម្លាប់មនុស្សបើមានគម្រោងការសម្លាប់មនុស្សរឿងនេះគឺជាឃាតកម្មគិតទុកជាមុនដូចករណីខេត្តកញ្ចេះឃើញតុលាការគេចោទប្រកាន់ឃាតកម្មគិតទុកជាមុនឆ្លោះគ្នាអានោះគប់ដុំថ្មវាទៅប្រមូលគ្នាទៅរោដាវរោអីមកវាទៅពូនស្ទាក់នៅចាំនៅកន្លែងមួយនៅកែកជុងមួយនេះដើរទៅដល់ទាញកបិតខ្វែវកាប់យកបរោយស្លាប់ភ្លាមស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យកាប់ទៅក្បាលនឹងហើយគេហៅថាឃាតកម្មគិតទុកជាមុនបើរឿងនេះចូលឃាតកម្មគិតមុនគ្មានការសង្ស័យណាមួយទេបើមានផុសតាំងគ្រប់គ្រាន់គឺនឹងខ្ញុំគិតថាអัยការនឹងសម្រេចចោទប្រកាន់ហើយមុននេះក៏បានបញ្ជាក់ជាមួយគឺមានការវិភាគច្រើនណាស់ជុំគ្នាច្រើនណាស់ដើម្បីឆ្លិចឲ្យឃើញថាមានការគិតទុកជាមុនក្នុងរឿងនេះតែឬទេបាទហើយខ្ញុំលើកឡើងមិញដូចជាត្រូវតាមស្មារតីហ្នឹងឯងបាទអាហ្នឹងគឺជាចំណុចសំខាន់ឃើញទេប៉ុន្តែបើយើងដូចខ្ញុំប្រើពាក្យយ៉ាងថាយើងគិតថារឿងនេះវាគួរតែមានអស់មួយជីវិតហើយយើងខំប្រឹងរកវិធីបកស្រាយធ្វើយ៉ាងម៉េចដើម្បីឲ្យវាទៅដល់អាកន្លែងមួយជីវិតហ្នឹងអញ្ចឹងការអនុវត្តច្បាប់បែបនេះគឺអនុវត្តច្បាប់ទៅតាមអារម្មណ៍ប៉ុន្តែមិនផ្អែកលើអង្គហេតុមិនផ្អែកលើផុសតាងមិនផ្អែកទៅលើអង្គច្បាប់ទេមានការលើកឡើងខ្ញុំក៏បានទទួលសំណួរថាករណីនេះគួរតែខូខើណាគួរតែខូខើអីស្លាប់មនុស្សមិនតិចឯងខូខើឯងចុះករណីរឿង
ម្នាក់មួយដែលយកកបិតខ្វែវកាប់ក្បាលគេពី3កបិតដោយសារតែរឿងទាលុយ360000រៀលហ្នឹងខ្មែរយើងមិនថាខូខើដែរមិនយ៉ាងថាអាមួយនេះព្រៃផ្សៃយងខ្នងគ្រាន់តែគេទៅទាលុយជាពាក់លុយគេសោះយកកបិតកាប់គេត្រូវទេហើយយើងទៅយកអាហ្នឹងទៅតម្រឹមទៅលើពាក្យថាខូខើក្នុងច្បាប់វាអត់ត្រូវខូខើហ្នឹងគឺសម្លាប់ដោយខូខើគឺយ៉ាងម៉េចដូចខ្ញុំលើកឡើងគេស្លាប់ទៅហើយកាត់ដៃកាត់ជើងកាត់ក្បាលយកទៅដោតយកអីអញ្ចឹងឃើញអាហ្នឹងបង្ហាញអំពីភាពព្រៃផ្សៃហើយនឹងភាពអមនុស្សធម៌ឃើញទេអាហ្នឹងដល់ពេលខ្លឹមសារច្បាប់យើងយកអាហ្នឹងទៅវាច្រើនទៅគ្រប់តើការសម្លាប់មួយណាដែលវាក្នុងចិត្តមនុស្សដែលថាអ្នកហ្នឹងអត់ខូខើអញ្ចឹងមានន័យថាបទល្មើសឃាតកម្មហ្នឹងអត់យកទៅប្រើកើតទៅឃាតកម្មខូខើទាំងអស់ឃើញទេអញ្ចឹងអាការចែងហ្នឹងអញ្ចឹងប៉ុន្តែបើសិនជាគ្រប់គ្នាបទឃាតកម្មហ្នឹងដាក់ពន្ធនាគារឧទាហរណ៍ពី10ឆ្នាំទៅ20ឆ្នាំឬក៏ពី15ឆ្នាំទៅ30ឆ្នាំខែជាលេខសួរណាទៅទេប៉ុន្តែយើងចេះតែរកវិធីទាញទៅអាធនយើងចេះតែបលិតទៅប៉ុន្តែមិនមែនទេបទល្មើសនេះគឺជាបទឃាតកម្មឥឡូវបើម៉ោងនេះខ្ញុំដាក់ជាសំណួរថាបើបទឃាតកម្មត្រូវមានទោសដាក់ពន្ធនាគារអស់មួយជីវិតគ្រប់គ្នាសុខស្រួលទេទៅទេអ្វីដែលយើងចង់បានគឺការដាក់ទោសឲ្យធ្ងន់ត្រូវអត់ហើយយើងទទួលយកកន្លែងហ្នឹងគឺពិតប្រកបដូចខ្ញុំលើកឡើងពីមុនសម្រាប់មនុស្សម្នាក់ជាទោសប្រហារជីវិតប៉ុន្តែឥឡូវវាជាមរតកដែលបន្សល់ទុកពីច្បាប់ព្រហ្មទណ្ឌការឆ្លងមកច្បាប់ស្ដីពីសារមន្ទោសនិបាតកិត្តឥឡូវនៅបារាំងនៅតែមានទោស30ឆ្នាំដែរអញ្ចឹងហើយនេះជាចំណុចដែលយើងត្រូវកែសម្រួលហើយយើងត្រូវគិតទៀតសម្រាប់មនុស្សម្នាក់2នាក់3នាក់4នាក់5នាក់វាអត់ដូចគ្នាទេអញ្ចឹងវាត្រូវបង្កើតឲ្យស្ថានមន្ទោសឲ្យវាត្រូវតាមសភាពទៅក្នុងភាពនៃបទល្មើសបាទអញ្ចឹងហើយបានជាមានការលំបាកមួយគឺថាការខិតខំប្រឹងប្រែងនៅក្នុងការធ្វើម៉េចធានាការអនុវត្តច្បាប់នេះឲ្យបានត្រឹមត្រូវប៉ុន្តែมันគឺផ្អែកទៅលើអង្គហេតុផុសតាងជាមួយអង្គច្បាប់ហើយរឿងនេះគ្មានការសង្ស័យទេបើរឿងនេះចូលបទឃាតកម្មកិត្តិមុនអាយកាគេចោទឃាតកម្មកិត្តិមុនហើយបែកលើផុសតាងប៉ុណ្ណឹងបាទហើយខ្ញុំហ៊ានធានាថាគ្មានការសុំកលុំណាមួយនៅទីនេះទេណាត្រូវចាប់ផ្ដើមពីការជឿទុកចិត្តហ្នឹងព្រោះមូលហេតុអីបទបញ្ជាពីសម្ដេចមហាវរធិបតីយកចិត្តទុកដាក់តាមដានរឿងនេះដើម្បីធានាថាច្បាប់ត្រូវអនុវត្តដោយមើងម៉ាត់បាទហើយអាយកាមិនមែនម្នាក់ឯងទេណាគេប្រជុំគ្នាផ្ទៀងប្រជុំគ្នានឹងរឿងទី1ដែលខ្ញុំចង់ស្នើសុំសំណុំពរអញ្ចឹងហើយបានយើងត្រូវធ្វើម៉េចអាយកាមើលថាករណីនឹងអត់ចូលអញ្ចឹងហើយបានជាខ្ញុំអរគុណគាត់ប្របែករឿងទៅជា2វិញដើម្បីឲ្យអ្នកនឹងត្រូវតែទទួលទោសឲ្យបានធ្ងន់ធ្ងរឃើញទេយកនេះជាបច្ចេកទេសក្នុងនីតិវិធីដែលច្បាប់មិនហាមឃាត់មិនឲ្យគាត់ប្របែកទេគឺគាត់អាចប្របែកបានអញ្ចឹងគាត់ប្របែកជា2ដើម្បីឲ្យទោសនឹងវាធ្ងន់គាត់ជាអ្នកធ្វើបណ្ដឹងអាជ្ញាតំណាងឲ្យសង្គមគាត់ចង់ឲ្យអ្នកដែលប្រព្រឹត្តសាហាវហ្នឹងទោសធ្ងន់ជារឿងធម្មតាហើយជាបច្ចេកទេសនីតិវិធីគាត់ធ្វើបានប៉ុន្តែបើសិនជាចោតប្រកាន់វិឃាតកម្មកិត្តិយសមុនគាត់មិនចាំបាច់ទៅប្របែករឿងជា2ឬអីប៉ុន្តែវាទៅផ្លូវច្បាប់អត់បានព្រោះយើងត្រូវប្រកាន់គោលការណ៍មើងម៉ាត់ផងត្រឹមត្រូវតាមច្បាប់ផងឃើញទេទី2សំណួរទី2សំណួរនឹងល្អមែនតើខ្ញុំគិតថាអាចនិយោអញ្ចឹងសំណុំរឿងមើលប្របែកជា2បានន័យថាមានសារក្រម2សារក្រម2បើគោលការណ៍ស្រូបទោសគឺគេយក2រឿងហ្នឹងស្រូបទោសបញ្ចូលគ្នាហើយបើស្រូបបញ្ចូលគ្នារឿងនេះទោសច្រើនបំផុតត្រឹម15ឆ្នាំទេឃើញទេអញ្ចឹងហើយបានអាយកាប្របែករឿង2សារក្រម2អនុវត្តសារក្រម1ចប់យកសារក្រម1ទៀតអនុវត្តបន្តនេះគោលការណ៍នៃពន្ធនាគារគេអនុវត្តលើអញ្ចឹងហ៎បាទហើយគោលការណ៍ស្រូបទោសនេះដើម្បីឲ្យជ្រះស្រឡះតែម្ដងពេលវិសោធនកម្មក្រមនេះគឺយើងលុបអារឿងគោលការណ៍ស្រូបទោសនឹងចេញដើម្បីឲ្យអស់មន្ទិលសង្ស័យទាំង
ហើយខ្ញុំសូមបញ្ជាក់ការលុបគោការស្រូបទោសនេះមិនមែនដោយសាររឿងនេះទេគឺដោយសារតែស្ថានភាពនៃសង្គមរបស់យើងនឹងតម្រូវការផ្នែកយុត្តិធម៌សង្គមយើងគឺមិនចង់ឲ្យមានទោសនឹងស្រូបចូលឲ្យតិចទេបាទអញ្ចឹងយើងត្រូវតែកែហើយមិនមែនកែសាររឿងនេះទេណាសូមបញ្ជាក់រឿងស្រូបទោសនេះបាទគឺជាអ្វីដែលខ្ញុំបានលើកឡើងតាំងពីនៅក្នុងមហាសន្និបាតផ្សាយធម៌និងកិច្ចប្រជុំនានាតាក់ទងផ្លូវច្បាប់